អូចេញពីអូស្ត្រាលីវិញម្ដងបញ្ជូនកាត់មកល្អមែនទែនទុកមួយពីលេខ19វែលកាត់ចូលខាងក្នុងផុតម្នាក់ទាត់មកជើងស្នងហ្គោលNicolas D'Agostino របស់ខាងក្រុមអូស្ត្រាលីបាទសុទ្ធបញ្ចូលទីបានមួយគ្រាប់ទៅហើយឲ្យខាងក្រុមអូស្ត្រាលីនៅមុខ1-0ទស្សនាម្ដងទៀតបាទលេខ19គឺអ្នកបញ្ជូនទៅបាទខ្សែការពារផុតជើងបាទមានអ្នកណាបាទ D'Agostino ក៏ទៅពីខាងក្រោយបាទសុទ្ធបញ្ចូលទីបានសម្រេចបាទនាំមុខមួយគ្រាប់បាទទៅលើខាងក្រុមកូរ៉េខាងត្បូងទៅហើយនេះជាអធិស្ឋានការបាសកម្មជាតិរបស់យើងគឺបាទអត់បានចូលលេងទេគឺទុកជើងហ្មងទើបតែចូលលេងការប៉ះជាមួយនឹងឆៃនីតៃប៉េឥឡូវឱកាសរបស់អូស្ត្រាលីជាបន្តស្រួលមកជើងឆ្វេងហ្គោល Nicolas D'Agostino គ្រាប់បាល់ទី2ល្អមែនទែនសុទ្ធខាងស្ដាំហើយឥឡូវទៅសុទ្ធខាងឆ្វេងបានសម្រេចទៀតបាទនាំមុខកូរ៉េខាងត្បូងបាទ2-0ហើយបាទទស្សនាម្ដងទៀតបាទការញាក់ឡើងល្អហើយក៏ស្រួលទៅឆ្វេងក៏ល្អបាទស្ដាំក៏សុទ្ធបានបាទជូនមកខ្សែស្លាប់ខាងឆ្វេងលើកចូលតែចេញទប់មួយទម្លាក់ហើយកັບមួយទៀតបាទជើងឆ្វេងប៉ះដៃថែមមួយទៀតហ្គោលតាមបានមួយគ្រាប់អ្វីហើយពីខាងក្រុមកូរ៉េខាងត្បូងលេខ18ឈូយ៉ុងវុកបាទឈូយ៉ុងវុកសុទ្ធឲ្យកូរ៉េខាងត្បូងបាទតាមបាន1-2វិញកាន់តែល្អមើលហើយកាន់តែល្អមកវិញហើយបាទបាញ់វិញគឺកັບសុទ្ធបានយ៉ាងល្អដែរប៉ុន្តែប៉ះខ្សែការពារហងបាញ់មិញបើសិនជាមិនថែមអាចនឹងលោកកញ្ញាកដាផ្លុំកញ្ចែបាល់ពេលទាំងទីគឺថាបានដែរបាញ់មិញ2-1ហើយបាទអញ្ចឹងគឺកាន់តែល្អមើលឲ្យទស្សនាម្ដងទៀតសុទ្ធមកក៏ថែមបាទថែមបានសម្រេចឌូជេក៏បញ្ជូនទៅខាងលើបន្តទៅខាងក្រោមសុទ្ធមកជើងឆ្វេងតាមបានស្មើមកវិញហើយ2-2គឺជាការសុទ្ធបាល់បញ្ចូលទីដោយកីឡាករដែលទើបតែដូរចូលតង់ទី2នេះគឺកីឡាករលីយ៉ុងយើងបាទរូបភាពយឺតៗភាសាទៀត